មួយចំនួនពិតជាដឹងពីបញ្ហារបស់ Android UI ច្រើនតែពេលនេះខ្ញុំនឹងបង្ហាញនៅវីដេអូឃ្លីបនេះខ្ញុំបញ្ជាក់ថាវាយ៉ាងម៉េចពេលដែល Android UI របស់យើងដើរយឺតនោះយើងគួរតែទៅមើលក្នុង setting តមកយើងคลิกនៅលើ application manager ចំពោះ application របស់យើងទាំងប្រមាណវានឹងនៅបង្ហាញយើងនៅទីនេះជា application ដែលយើងបាន download មកហើយយើង install នៅលើ SD card ហើយអ្វីដែលខ្ញុំចង់បង្ហាញគឺនៅចំ running ហ្នឹងគឺកម្មវិធីដែលវា run នៅ background ដែលយើងមិនប្រើវាទេពេលនេះយើងគួរតែ stop នៅកម្មវិធីមួយចំនួនដែលយើងមិនចាំបាច់ប្រើដូចជា Google Play Store យើងអាច stop ព្រោះវា run នៅដល់ទំហំ memory 8 មេពេលនេះយើងវានឹងបង្ហាញ memory ដែលយើងប្រើមានទំហំប៉ុណ្ណាហើយ memory ដែលមិនតាន់ប្រើនោះគឺមានប៉ុណ្ណានេះគឺ memory មិនតាន់ប្រើហើយនេះគឺ memory ដែលប្រើហើយយើងអាចបិទនៅកម្មវិធីមួយចំនួនទៀតដែលយើងមិនចាំបាច់ប្រើហើយចំពោះទូរស័ព្ទខ្ញុំបិទចង់អត់ហើយ stop ដល់ទៅ memory ដែលមិនតាន់ប្រើដល់ទៅ200មេជាងមានអីទៀតខ្ញុំអាចចាក់ចេញបានហើយកម្មវិធីទូរស័ព្ទរបស់ខ្ញុំធ្វើគឺមានល្បឿនលឿនជាងមុនខ្ញុំអាចលេងហ្គេមបានច្រឡំហ្គេមសំទោសខ្ញុំធ្លាប់តែនិយាយលេងអញ្ចឹង4រៀងផងខ្ញុំគូស៊ីឬក៏អត់ទេនេះដាក់មួយដូចសល់កូរច្រើនពេកយ៉ាតមទឹកទូដល់នឹងឈ្នះវាបានអត់ទេចាញ់ខ្មាស់គេពេលនេះវ៉ាវចាប់សពគ្រប់ហើយដេកខ្មាស់គេមែនហើយមានតែប៉ុណ្្នឹងឯង